ធ្វើឲ្យអ្នកជំងឺប៉ះពាល់ទៅលើសុខភាពផ្លូវភេទទាំងអារម្មណ៍ផ្លូវភេទនិងវិបត្តិនៃការឡើងទិនជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបកស្រាយនៅចម្ងល់របស់បងប្អូនជាច្រើនគាត់តែងតែសួរអំពីជំងឺរីកសរសៃវ៉ែនពងស្វាគាត់សួរថាគ្រូពេលដែលក្រោយពេលវះកាត់ហើយហ្នឹងថាតើជំងឺរីកសរសៃវ៉ែនពងស្វាអាចត្រឡប់មកមានកូនវិញបានដែរឬទេអញ្ចឹងបងប្អូនត្រូវដឹងថាជំងឺរីកសរសៃវ៉ែនពងស្វាជាជំងឺមួយដែលផ្ដល់ផលវិបាកឲ្យអ្នកជំងឺមានវិបត្តិអត់កូនទាំងអ្នកជំងឺទើបរៀបការថ្មីឬក៏អ្នកជំងឺដែលធ្លាប់មានកូនម្ដងរួចទៅហើយអញ្ចឹងផលវិបាករបស់វាមានដូចជាទី1អាចឲ្យអ្នកជំងឺមានវិបត្តិអត់កូនទី2អាចធ្វើឲ្យអ្នកជំងឺប៉ះពាល់ទៅលើសុខភាពផ្លូវភេទទាំងអារម្មណ៍ផ្លូវភេទនិងវិបត្តិនៃការឡើងទិននិងមួយទៀតធ្វើឲ្យពងស្វារបស់អ្នកជំងឺរួមទូទៅការឈឺចាប់នៅក្នុងថង់ពងស្វាជាដើមអញ្ចឹងការវះកាត់គឺយើងវះកាត់ដើម្បីព្យាបាលផលវិបាករបស់វាអញ្ចឹងសូមបងប្អូនឈប់យកច្រឡំសូមអរគុណ